មើលទៀតអនុគម count បន្ទាប់មកគឺអនុគម count ថាឬក៏ count A អញ្ចឹងណា count A អ្នកខ្លះហៅ count តាអីចឹងទៅអញ្ចឹងជាអនុគមមួយប្រើសម្រាប់រាប់ចំនួនលេខនិងអក្សរអញ្ចឹងវារាប់បានទាំងចំនួនលេខនិងតួអក្សរនេះជាឧទាហរណ៍របស់គេមានលេខតួលេខ2នេះ1 2 3 4 ចឹងអក្សរនេះមានអក្សរ A1 សញ្ញា add នេះ2ទៀតចឹងទាំងអស់ហ្នឹងវាមាន1 2 3 4 5 6ណាអូខេឥឡូវយើងសរសេរដូចគេមកឥឡូវយើងចង់ដឹងយើងដាក់កន្លែងនេះអក្សរ A1 តមកទៀតយើង count វាតើយើងប្រើ count ធម្មតាបានអត់កុំភ្លេចដាក់សញ្ញាស្មើ count C O U N T តមកយើងបើកមួយជាប់មួយចឹងចង់ដឹងថាយើង count បានអត់ចឹងយើង count មកស្មើ5ដែរដោយសារវាអត់រាប់តម្លៃ A នេះផងចឹងដើម្បីឲ្យវារាប់អានឹងបានទៅ6យើងត្រូវដាក់អីគេ count A បបក្នុងចន្លោះប៉ុណ្្នឹងចេញមក6ចឹងយើងបាន count A យើងប្រើដើម្បីរាប់តួលេខនិងអក្សរមកដល់មួយទៀតគឺ count blank គឺយើងរាប់cell ដែលទទេមានថាយើងយកតារាប់តា cell ណាទទេក្នុងចន្លោះប៉ុណ្ណឹងឥឡូវយើងគិតតានេះទៅបានហើយមកជួរនេះទៅបានហើយអញ្ចឹង cell ដែលទទេមានប៉ុន្មានគឺមានតែមួយទេក្នុងមួយរែងហ្នឹងពីរែង D3 រហូតដល់ D10 ហ្នឹងអញ្ចឹងយើងឃើញវាមានតែមួយទេឥឡូវយើងសាកមើលរូបមន្តស្មើ count blank នេះឃើញអត់ count blank ហ្នឹងយើងចាប់ដើមដាក់ cell មកយើង select nó លោតដល់លេខ6នេះអញ្ចឹងចំនួនវាត្រូវចេញតាមលេខ1ឯងយើងបិទមួយចោលអូខេឃើញទេវាចេញមួយអញ្ចឹងដោយសារវារាប់តែកន្លែងណាដែលទទេនេះដូចគេប្រាប់យើងអញ្ចឹង count blank ជាអនុគមមួយប្រើសម្រាប់រាប់ចំនួនក្រឡាមិនមានទិន្នន័យគឺទទេឥឡូវយើងទៅសេរូបមន្តមិញនេះ count blank ពី D3 រហូតដល់ D10 អញ្ចឹងវាមានកន្លែងទទេនេះមួយនៅ cell D9 ឥឡូវយើងលុបកន្លែង D6 មួយទៀតមើលវារាប់បាន2វារាប់បាន2លុបកន្លែង90នេះមួយទៀតមកបាន3អញ្ចឹងកន្លែងនេះគឺ count blank កន្លែងនេះគឺ count ធម្មតាកន្លែងនេះគឺ count A ចឹងសង្ឃឹមថាអ្នកទាំងអស់នឹងយល់នៅរូបមន្ត count នេះដែលពី count ធម្មតា count A មកដល់ count blank នេះអនុគមមួយទៀតពាក់ព័ន្ធមួយ count if ដែលមានលក្ខខណ្ឌ count if ជាអនុគមមួយប្រើសម្រាប់រាប់ចំនួនដែលមានលក្ខខណ្ឌតែមួយអញ្ចឹងលក្ខខណ្ឌហ្នឹងលក្ខខណ្ឌតែមួយទៀតយើងប្រើ count if យើងមើលក្នុងតារាងរបស់គេនេះគេឧទាហរណ៍ឲ្យយើងនេះមានឈ្មោះប៉ុណ្ណឹងហើយគេកន្លែងនេះគេប្រហែលជាចង់រកប្រុសហើយស្រីឯនេះលទ្ធផល3នាក់2នាក់នេះដែរប្រុសណាអញ្ចឹងគេប្រើរូបមន្ត count if ដែលលក្ខខណ្ឌវាគឺភេទប្រុសតើស្មើនឹងអក្សរបបានវារាប់ឃើញអត់មានថាវារាប់បើសិនជាអក្សរបក្នុងតន័យនេះគេ select យកតារាង D នេះ D4 ដល់ D8 ឃើញទេអញ្ចឹងគេយកលក្ខខណ្ឌគឺឲ្យវារាប់នៅអា D4 ដល់ D8 ហ្នឹងបើវាមានអក្សរបគឺឲ្យរាប់មួយតោះអញ្ចឹងយើងមកធ្វើអាកន្លែងហ្នឹងមួយទៀតអញ្ចឹងតារាងគេមានលេខរៀងមាននាមមានភេទមានថ្ងៃខែឆ្នាំកំណើតអញ្ចឹងខ្ញុំសូមអត់ទៅសេតារាងទេខ្ញុំសូមសេរូបមន្តយកហ្មង
តែមានដូចជាលក្ខខណ្ឌរបស់គេគឺគេគិតទៅលើ page អញ្ចឹងកន្លែងនេះគឺតារាងកន្លែងគេរបស់គេហ្នឹងគឺ page page របស់គេគឺមាន page ប្រុស page ស្រី page ប្រុស page ស្រី page ប្រុសនេះអញ្ចឹងតារាងរបស់គេមានដូចជាលេខរៀងមានឈ្មោះមាន page មានថ្ងៃខែខែកំណើតមានទីកន្លែងកំណើតមានបន្ទុកមានចំណាត់ថ្នាក់អញ្ចឹងខ្ញុំរើសយកតែលក្ខខណ្ឌកន្លែង page មកដែលគេសរសេរជាលក្ខខណ្ឌនេះដើម្បីប្រើជារូបមន្ត count if អញ្ចឹងកន្លែងនេះគឺគេដើម្បីគេបាននៅ page ប្រុសឬក៏ page ស្រីអញ្ចឹងយើងសរសេរមករូបមន្តគឺស្មើ count if count is រាប់ដោយមានលក្ខខណ្ឌមានថារាប់ដោយមានលក្ខខណ្ឌ count is រាប់បើសិនជានៅចន្លោះនៃ cell ហ្នឹងចន្លោះ page តារាង page ប៉ុណ្ណឹងជាងក្បៀស1តបមកគឺតារាងក្បៀសប៉ុណ្ណឹងគឺស្មើនឹងអក្សរបនៅពេលដែលយើងសរសេរអក្សរនៅក្នុងហ្នឹងយើងត្រូវ complex យើងដាក់ double quote យើងសរសេរនៅក្នុង double quote ដើម្បីឲ្យវាស្គាល់អូខេបណ្ណាយើងបិទមកនៅក្នុងនេះគេមានសញ្ញាដុល្លារឲ្យយើងគឺសញ្ញាដុល្លារហ្នឹងគឺខ្ញុំបានប្រាប់ពីលើហើយគឺដើម្បីចាប់រ៉ែងហ្នឹងកុំឲ្យវារ៉េលតែកន្លែងនេះយើងសរសេររូបមន្តតាមមួយនេះគឺវាអត់អីទេវាមានរ៉េលអីទេអត់មានអុសទៅខោមអីទៀតទេអញ្ចឹងយើង enter មកបាន3ត្រូវអត់3គេលទ្ធផលក៏3ដែរនេះចាក់ស្ដែងគឺ1 2 3ដូចគ្នាដែរបើយើងចង់បានស្រីវិញយើងគ្រាន់តែដូរពីអក្សរបទៅនេះកន្លែងនេះដូរពី page ដូរពីកន្លែងយើងសរសេរ page បនេះទៅជាអក្សរសវិញមកនោះវានឹងលោតចេញជាស្រីវិញហើយបាន2ឃើញណាអញ្ចឹង count if count អីមួយ count នៅតម្លៃណាមួយដោយប្រើលក្ខខណ្ឌយើងចង់ count នៅតម្លៃលេខប៉ុណ្ណេះ count នៅតម្លៃលេខប៉ុណ្ណឹងដោយយកលក្ខខណ្ឌតែលេខចំនួនលេខ2ឯងតើវាមានលេខ2ប្រមាណតួលេខត្រូវអត់អញ្ចឹងយើងប្រើ count if ដូចគ្នា count if ដូចគ្នា count if ស្មើមកcount if នៅចន្លោះរ៉ែងណាដែលយើងចង់រាប់យើងមានតន័យលេខជាច្រើនចឹងរប៉ាត់រប៉ាយចឹងយើងរាប់ក្នុងចន្លោះពី cell C3 រហូតដល់ cell F នេះ F15 ណាយើងរាប់ក្នុងចន្លោះហ្នឹងយើងចង់ដឹងថាក្នុងតម្លៃលេខក្នុងចន្លោះប៉ុណ្ណឹងមានតម្លៃលេខ2ចំនួនប្រមាណតួលេខអញ្ចឹងយើងក្បៀសមួយមកហើយយើងដាក់ double quote ជ្រើសយកលេខ2យើងបិទមុខកញ្ចក់វិញ enter មាន1ឃើញទេវាមានតែ1ឯងអញ្ចឹងយើងមើលលេខ3ទេលេខ9លេខ3លេខ4លេខ3អានេះក៏មិនលេខ2ដែរអញ្ចឹងលេខ2មានតែ1ឯងក្នុងចន្លោះប៉ុណ្ណឹងឯងឥឡូវយើងចង់រាប់លេខ3វិញយើងចង់រាប់លេខ3វិញដោយប្រើរូបមន្ត count if នេះហើយយើងដាក់លេខ3លក្ខខណ្ឌវាគឺយើងយកតែលេខ3ឲ្យរាប់តែលេខ3ទេអញ្ចឹងយើងរាប់ខ្លួនឯងមើលឥឡូវយើងរាប់ខ្លួនឯងសិនមកគឺមានប៉ុន្មាន1 2 3 4អូខេយើងរាប់ខ្លួនឯងគឺ4ហើយយើង enter មក4អញ្ចឹងនិយមន័យរបស់វាគឺអនុគមជាអនុគមមួយប្រើសម្រាប់រាប់ចំនួនដែលមានលក្ខខណ្ឌតែមួយឯងលក្ខខណ្ឌវាគឺលក្ខខណ្ឌឲ្យវារាប់លេខ3គឺវារាប់ចំនួនតែលេខ3ទេឲ្យវារាប់អក្សរបឲ្យវារាប់អក្សរបនោះវានឹងចាប់យកតែអក្សរបមករាប់ទេនេះដែលហៅថា count if អូខេ count if យើងបានបញ្ចប់ហើយអញ្ចឹងយើងនឹងបន្តមកអនុគមមួយទៀតគឺ count if s count if s
ជាអនុគមមួយប្រើសម្រាប់រាប់ចំនួនដែលមានលក្ខខណ្ឌច្រើនអញ្ចឹងមានថាលក្ខខណ្ឌវាលើសពី2លក្ខខណ្ឌវាណាវាមិនមែនជាលក្ខខណ្ឌតែមួយទេអញ្ចឹងយើងអាចមកមើលឧទាហរណ៍របស់វាគឺនេះចំនួនមនុស្សប្រុសដែលកើតនៅភ្នំពេញមានន័យថាចំនួនមនុស្សប្រុសហើយយកតែអ្នកកើតនៅភ្នំពេញឯងមានថាលក្ខខណ្ឌវាចាប់ពី2ទៅលក្ខខណ្ឌវាចឹងយើងមើលគេទៅសេមកគឺ count if s ហើយយើងយក range ចន្លោះនៃកន្លែងpage តបមួយទៀតគឺយើងដាក់លក្ខខណ្ឌតបមកយើងក្បៀសមួយទៀតហើយយើងយក range នៃ cell ទីកន្លែងកំណើតនេះមានដូចជាភ្នំពេញមានកំពង់ស្ពឺមានកំពង់ចាមតមកទៀតយើងក្បៀសមួយយើងដាក់លក្ខខណ្ឌវាយកតែភ្នំពេញឯងអញ្ចឹងមានន័យថាយើងជ្រើសរើសយកភេទប្រុសហ្នឹងយើងយកតែអ្នកនៅភ្នំពេញទៀតតាអូខេអញ្ចឹងខ្ញុំនឹងបញ្ចូលតារាងឲ្យអ្នកទាំងអស់គ្នាមើលសិនអូខេអញ្ចឹងតារាងមិញខ្ញុំបានបង្កើតវាហើយបង្កើតតារាងដើម្បីឲ្យវាមើលទៅវាស្រួលមើលបន្តិចអញ្ចឹងក្នុងកន្លែងហ្នឹងដើម្បីរកចំនួនមនុស្សប្រុសហើយអ្នកនៅភ្នំពេញទៀតជាអ្នកនៅភ្នំពេញទៀតអញ្ចឹងយើងប្រើរូបមន្តអីគេគឺរូបមន្ត count if s ដែលមានលក្ខខណ្ឌ2ឬច្រើនជាង2អញ្ចឹងដើម្បីប្រើរូបមន្តហ្នឹងបានយើងត្រូវ complex គឺសញ្ញាស្មើតមកយើងទៅសេ count if f ឃើញទេ count if f បើមុខកញ្ចក់មួយយើងជ្រើសរើសទៅ range ណា range page នេះដោយ range page នេះតមកដាក់លក្ខខណ្ឌឲ្យវាគឺយើងយកតែប្រុសទេគឺយើងយកតែប្រុសទេបាទសំទោសគឺយើងយកតែប្រុសទេនេះអក្សរបតមកទៀតយើងក្បៀសមួយយើងដាក់នៅចន្លោះលក្ខខណ្ឌទី2គឺ cell នេះអូខេលក្ខខណ្ឌទី2គឺចន្លោះនៃ cell នេះហើយយើងក្បៀសមួយយើងបើកសញ្ញាថ្មិញកណ្ដុរ2ដងហើយយើងយកអ្នកដែលនៅភ្នំពេញស្មើនឹងនេះភ្នំពេញអញ្ចឹងយើងទៅសេមកលក្ខខណ្ឌគឺភ្នំពេញ enter អញ្ចឹងយើងឃើញហើយលទ្ធផលរបស់វាគឺម្នាក់មួយហ្នឹងគឺមួយនាក់គេយើងនិយាយពីនេះតារាងរបស់គេនេះតែមានភេទប្រុសលក្ខខណ្ឌគឺយើងយកភេទប្រុសហើយនៅភ្នំពេញអញ្ចឹងនេះប្រុសហើយនៅភ្នំពេញនេះស្រីតែនៅភ្នំពេញប្រុសដែរតែនៅកំពង់ស្ពឺស្រីដែរស្រីទេគឺនៅភ្នំពេញប្រុសដែរនៅកំពង់ចាមអញ្ចឹងប្រុសដែលនៅភ្នំពេញគឺមានតែម្នាក់ទេឃើញអត់អញ្ចឹងយើងចង់បានរបស់គេនេះលទ្ធផលម្នាក់គឺត្រូវឃើញអត់អញ្ចឹងមួយទៀតគឺចំនួនមនុស្សស្រីដែលកើតនៅភ្នំពេញអញ្ចឹងយើងឃើញហើយមិញគឺមនុស្សស្រីដែលកើតនៅភ្នំពេញគឺ2នាក់តាយើង copy នេះមកអូនេះមកក៏បានដែរអូយ៉ាឲ្យឃើញអានេះពណ៌សឃើញទេយើងដាក់ចំកែងនេះមកលោតពណ៌ខ្មៅអញ្ចឹងយើងអស់មកតមកទៀតយើងមកកែនេះឃើញពេលដែលយើងអស់ទៅឃើញវាហត់ cell អត់វាអត់ចាប់ពីចន្លោះពី cell 31នេះទេឃើញទេវាទៅចាប់ពី cell 32នេះអញ្ចឹងអាហ្នឹងហើយបានគេប្រើអាលក្ខខណ្ឌសញ្ញាដុល្លារនេះដើម្បីចាប់ cell កុំឲ្យវារត់នៅពេលដែលគេ off អញ្ចឹងយើងឥឡូវយើងមកមើលម្ដងទៀតឥឡូវយើងឈរលើរូបមន្តទី1ដែរហើយយើងដាក់ សញ្ញាដុល្លារឲ្យវាហើយយើងអស់
វាមកជាមួយយើងឃើញអីផ្លែកអត់នេះចាស់សំទោសអូខេប៉ុណ្ណឹងសញ្ញាដុល្លារហើយយើង enter អញ្ចឹងវានៅលុបលេខ1ធម្មតាដែរទេញ៉ាំប៉ុន្តែករណីទៅពេលដែលយើងអស់ឃើញវាលុបលេខ1ដែរហើយតម្លៃនៃ share នេះគឺវាអត់ហត់ទេអញ្ចឹងសង្ឃឹមថាបងប្អូននឹងយល់ពីការប្រើនៅសញ្ញាដុល្លារអញ្ចឹងយើងចង់ដូរពីប្រុសនេះទៅស្រីវិញអូខេហើយយើងដាក់សញ្ញាសមកដាក់អក្សរសមកអូខេអញ្ចឹងយើង enter 2នាក់ឃើញណាចំនួនមាន2នាក់ចំនួនមនុស្សស្រីដែលកើតនៅភ្នំពេញហ្នឹងចំនួនមនុស្សស្រីដែលកើតនៅភ្នំពេញអញ្ចឹងមានន័យថារាប់យកចំនួនមនុស្សដែលមានភេទស្រីហើយអាស័យដ្ឋាននៅភ្នំពេញទៀតអញ្ចឹងលក្ខខណ្ឌរបស់គេគឺប្រើ if s count if s ចឹងថ្ងៃនេះយើងបានសិក្សាពីអានុគមមានដូចជា rank រកតម្លៃនៃចំណាត់ថ្នាក់អានុគម count រាប់នៅតម្លៃរាប់ចំនួនលេខជាអានុគមមួយប្រើសម្រាប់រាប់ចំនួនលេខ count a រាប់ដូចគ្នារាប់ចំនួនលេខនិងអក្សរវានឹងរាប់ទាំងអស់ count blank រាប់តែសែនណាដែលទទេទេ count if រាប់មានលក្ខខណ្ឌហើយលក្ខខណ្ឌតែមួយទេមានថារាប់តែរកចំនួនមនុស្សប្រុសដូចនេះលក្ខខណ្ឌតែមួយទេ count if s count if s រាប់ចំនួនដែរតែមានលក្ខខណ្ឌច្រើនអូខេចឹងថ្ងៃហ្នឹងមានតាប៉ុណ្្នឹងទេពាក់ព័ន្ធមួយអានុគមមានដូចជា rank ហើយនឹង count ដែល count មាន count if count if s count blank សង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់ហើយនឹង